សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះ Michael ហើយថ្ងៃនេះយើងនឹងរៀនពាក្យភាសាអង់គ្លេសទាំងអស់គ្នាបន្តទៀតថ្ងៃនេះយើងរៀនពាក្យមួយចំនួនហើយពាក្យស្រួលទៀតបាទហើយសូមមើលតាមខ្ញុំទាំងអស់គ្នាមើលពាក្យទី1យើងអានថា have animal have animal បកប្រែថាបែរថាជួយសត្វឬក៏មើលថែសត្វហ្នឹងព្រោះអីចឹងកន្លែងនេះមើលរូបពីគេជួយសត្វពេលសត្វមានជំងឺអីផ្សេងហ្នឹងហើយទៅមើលពាក្យទី2មើលពាក្យទី2គឺ fix cars បានន័យថាជួសជុលឡាន fix នេះជួសជុលដល់ car ឡាន fix car ជួសជុលឡានមើលពាក្យទី3 sell things sell នេះលក់តែ things វត្ថុរបស់របរបានថាលក់របស់របរ sell things លក់របស់របរពាក្យទី4 make things make បង្កើតឬក៏ធ្វើ things របស់របរដែលអញ្ចឹងបានបង្កើតរបស់របរបង្កើតវត្ថុអីផ្សេងហ្នឹងអញ្ចឹង make things បកប្រែថាបង្កើតវត្ថុឬក៏បង្កើតរបស់របរឬក៏បកប្រែថាផលិតក៏បានដែរផលិតរបស់របរអញ្ចឹងណាមើលពីទី5 take pictures take picture ហ្នឹងបកប្រែថាថតរូបអញ្ចឹងជាងថតគេថតរូបបានថា take pictures មើលពីទី6 catch fish ខាងនេះចាប់ដល់ fish ត្រីបើបែរថាចាប់ត្រីបានន័យថាចាប់ត្រីគេសំដៅកន្លែងហ្នឹងបកបែរថារកត្រីចាប់ត្រីស្ទូចត្រីអីហ្នឹងអញ្ចឹងយើងអានថា catch fish វាបែរថាចាប់ត្រីហើយសូមអរគុណបើបងប្អូនមានចង្អល់អីហើយ comment សួរក្រោមវីដេអូបានហើយសូមបងប្អូនជួយ subscribe channel ខ្ញុំផងដើម្បីទទួលបានវីដេអូមេរៀនជារៀងរាល់ថ្ងៃបាទសូមអរគុណ